này bỏ bỏ kêu mình chun khmui bong visa hay chụp bao bỏ kêu mình nứng cứ nhom bỏ tam phục mạng phone để cắt comment prap nhom hai nhom có call the so chair bỏ nhom rồi bỏ bong sợi bỏ nhom phong đại bữa ngày này tao phục mạng phone nó pi cao bỏ kêu mình rồi bỏ nhom tao kia hay chụp cao bỏ kêu mình nứng miền phục mạng phone để chơi cắt comment thà bảo anh nhà bỏ kêu mình cứ dừng link tìm link có về thôi ói bỏ dương về chui hay ngày phục mạng phone nhom các bạn thôi xạ tam phục mạng phone nhom có call the so niệm tép phong đại hai chụp niệm tép bỏ nhom kiaก็ធ្វើដោយពុកម៉ាងប្អូនចឹងដែរហើយចំពោះការបបគឺខ្ញុំបំពងខ្ទឹមដោយពុកម៉ាងប្អូនចឹងឯងបំពងខ្ទឹមរួចខ្ញុំក្រៀបចំដាក់ស្ករបន្តិចផងដែរដាក់ស្ករដើម្បីឲ្យទឹកសម្លរបស់យើងមួយទឹកបបររបស់យើងវារាងក្រហមល្អផងដែរព្រោះហើយចំពោះអង្កររបស់ខ្ញុំគឺខ្ញុំដាក់មួយចានក្លុកផងដែរពុកម៉ាងប្អូនហើយចំពោះខ្ទឹមខ្ញុំក៏កូរវាមកឆ្អិនមកល្មមពុកម៉ាងប្អូនឆ្អិនខ្លាំងពេកវាខ្លោចខ្ញុំក្រៀបចំដាក់អង្ករដែលខ្ញុំត្រៀមហើយដាក់អង្ករទៅខ្ញុំក្រៀបចំកកូរព្រៃចែរបស់ខ្ញុំគាត់ក៏បានប្រាប់ខ្ញុំថាចំពោះអង្ករគឺយើងក៏កូរវារៀងខាស់ទឹកផងដែរកូរវាក្រហមមួយឈ្ងុយពុកម៉ាងប្អូនគឺខ្ញុំធ្វើតាមគិតខ្ញុំក៏ធ្វើតាមពុកម៉ាងប្អូនដែលគាត់តែងទៅចូល comment ក្នុងវីដេអូរបស់ខ្ញុំដែលខ្ញុំធ្វើបបរសាមុនហ្នឹងឯងគឺអានេះគឺលើដំបូងរបស់ខ្ញុំពុកម៉ាងប្អូនចំពោះការធ្វើម្ហូបគឺខ្ញុំងាយស្រួលយល់ទេពុកម៉ាងប្អូនព្រោះអីខ្ញុំចូលចិត្តធ្វើម្ហូបធ្វើអីផងដែរដូចបបរឬមួយក៏សម្លអ្វីក៏ដោយគឺខ្ញុំចេះស្រាប់ទៅគឺដល់ពេលគេប្រាប់ខ្ញុំមកគឺខ្ញុំយល់តែម្ដងហ្នឹងពុកម៉ាងប្អូនចំពោះពុកម៉ាងប្អូនដែលគាត់រឿងការធ្វើម្ហូបគឺគាត់យល់លឿនមែនទែនដូចជាខ្ញុំជាដើមហ្នឹងឯងពុកម៉ាងប្អូនខ្ញុំក៏បានកកូរចុះកូរឡើងឲ្យអង្កររបស់យើងក្រហមជាមួយខ្ទឹមគឺឈ្ងុយល្អមែនទែនពុកម៉ាងប្អូនលើកពីមួយរបស់ខ្ញុំហើយខ្ញុំក៏រៀបចំកកូរឈ្ងុយល្អខ្ញុំក៏រៀបចំដួសដាក់ចានហ្នឹងឯងពុកម៉ាងប្អូនចំពោះមិនរបស់ខ្ញុំគឺខ្ញុំកកូរអង្កររបស់ខ្ញុំនឹងឈ្ងុយល្អជាមួយគ្រឿងខ្ទឹមបំពងពុកម៉ាងប្អូនខ្ញុំក៏រៀបចំដួសដាក់ចានរួចបានខ្ញុំរៀបចំជាដាំទឹកហើយនឹងស្រោះមិនរបស់ខ្ញុំធ្វើទឹកស៊ុបហ្នឹងឯងពុកម៉ាងប្អូនខ្ញុំរៀបចំដួសដាក់ចានរួចស្រេចខ្ញុំរៀបចំយកទឹកដាក់ខ្ញុំក៏ដាំទឹកខ្ញុំក៏យកមិនរបស់ខ្ញុំយកមកស្រក់ស្ងោពុកម៉ាងប្អូនយកមកស្ងោដាំទឹករៀងពុះបន្តិចមកខ្ញុំក៏ដាក់មិនដែលខ្ញុំត្រៀមពុកម៉ាងប្អូនមិនខ្ញុំដាក់មួយផងដែរព្រោះអីគឺខ្ញុំធ្វើតាមពុកម៉ាងប្អូនសាកមើលនឹងឯងគឺទំនងម្យ៉ាងខ្ញុំក៏បានដាក់ជាស៊ុបខ្នុរ2ដុំហើយចំពោះយឺហឺពុកម៉ាងប្អូនខ្ញុំមានយឺហឺដែរប៉ុន្តែខ្ញុំផ្លេចខ្ញុំក៏រៀបចំដួសពុះហើយចំពោះការយើងស្ងោអញ្ចឹងពុកម៉ាងប្អូនយើងកុំបិទកណ្ដូបកាលណាតែយើងបិទកណ្ដូបទៅវាធ្វើឲ្យពពុះវាបែករញ៉ៃរញ៉ៃផងដែរពេលយើងស្ងោយើងកុំបិទកណ្ដូបវាសោះយើងដួសពពុះចេញអស់ដើម្បីទឹកស្ងោរបស់យើងទឹកស៊ុបរបស់យើងវាថ្លាល្អពេលយើងបបរទៅហើយបបររបស់យើងវាក៏ល្អផងដែរខ្ញុំក៏បានដាក់ជាអំបិលឬមួយក៏ប៊ីចេងផងដែរខ្ញុំក៏រៀបចំទៅបេះស្លឹកជីមុននឹងខ្ញុំស្រោះសាច់មិនស្រោះអីពុកម៉ាងប្អូនខ្ញុំទៅបេះស្លឹកជីនៅក្បែរបន្ទប់របស់ខ្ញុំគឺមិនខ្វះទេខ្ញុំដាំនឹងកូនថងពុកម៉ាងប្អូនដាំទៅបងគិតក៏ស្រោចទឹករាល់ថ្ងៃស្លឹកជីរបស់ខ្ញុំវាក៏ចេញផ្កាចេញអីហ្នឹងពុកម៉ាងប្អូនព្រោះអីបបរគឺត្រូវនឹងស្លឹកជីវែងដាក់ទៅគឺឈ្ងុយឈ្ងប់តែម្ដងហ្នឹងឯងពុកម៉ាងប្អូនខ្ញុំក៏រៀបចំបេះស្លឹកជីរួចហើយក្មួយប្រុសតកែរបស់ខ្ញុំគាត់ក៏បានចុះជិះម៉ូតូនំកូនគាត់ដើរលេងមកល្មមហ្នឹងឯងពុកម៉ាងប្អូនខំមួយសិនขับวนไปวนมากี่รอบแล้ว5 รอบแล้วเหรอสนุกไหม5 ดองหายสนุกไหม5 ดองหายสบายออสสนุกไหมสนุกไหมรถพี่ไผ่แรงไหมแรงเอาเมื่อวานท่านบอกว่ารถพี่ไผ่สกปรกมากสกปรกไหมแอะไหมรถพี่ไผ่อะแอะปะจะได้อยู่เนาะโอเคบายบายก่อนบาย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 น่ารักจังเลยក្រោយពីខ្ញុំនិយាយលេងជាមួយចៅតកែរួចខ្ញុំក្រៀបចំអំបិលបបររបស់ខ្ញុំព្រោះអីគឺខ្ញុំស្រោះមិនទុកចោលផងដែរពុកម៉ាងប្អូនស្រោះមិនទុកចោលខ្ញុំក៏ទៅបេះស្លឹកជីបេះអីលាងស្លឹកជីស្អាតបាតខ្ញុំក្រៀបចំយកស្លឹកជីរបស់ខ្ញុំយកមកហាន់ឡែតដើម្បីយកទុកបង់ជាមួយបបររបស់យើងឯងពុកម៉ាងប្អូនគឺបបរគឺអត់ដែលផ្លេចស្លឹកជីនឹងទេពុកម៉ាងប្អូនដាក់ទៅក៏ឈ្ងុយឆ្ងាញ់ខ្ញុំក្រៀបចំមកយកមិនរបស់ខ្ញុំដើម្បីយកទៅផ្លេសហ្នឹងឯងពុកម៉ាងប្អូនយកមិនយើងស្រោះឲ្យចំពោះមិនគឺយើងស្រោះឲ្យឆ្អិនល្អក៏បានយើងស្រោះមកល្មមក៏បានហ្នឹងឯងពុកម៉ាងប្អូនហើយចំពោះខ្ញុំគឺខ្ញុំស្រោះរបៀប 80% ទេពុកម៉ាងប្អូនខ្ញុំក៏រៀបចំយកមិនរបស់ខ្ញុំយកមកដាក់ឆ្នាំងដើម្បីរៀបចំយកទៅផ្លេសហើយនឹងយកអង្កររបស់ខ្ញុំតែខ្ញុំលីងជាមួយខ្ទឹមពុកម៉ាងប្អូនលីងជាមួយខ្ទឹមតែខ្ញុំរៀបចំនឹងយកមកដាក់ជាមួយទឹកស៊ុបរបស់ខ្ញុំហ្នឹងឯងពុកម៉ាងប្អូនគឺទំនងមែនទេធ្វើតាមពុកម៉ាងប្អូនហើយខ្ញុំក៏រៀបចំយកអង្ករដែលខ្ញុំលីងយកមកដាក់នឹងទឹកស៊ុបហ្នឹងពុកម៉ាងប្អូនគ្រាន់តែដាក់ត្រូវទឹកក្តៅភ្លាមវាឈ្ងុយឈ្ងប់តែម្ដងហ្នឹងឯងគឺជាលើកដំបូងរបស់ខ្ញុំហើយពុកម៉ាងប្អូនគឺធ្វើតាមពុកម៉ាងប្អូនហើយនឹងបងស្រីចែរបស់ខ្ញុំគាត់ប្រាប់ហ្នឹងគឺល្អមែនទែនហើយខ្ញុំក៏មើល comment ពុកម៉ាងប្អូនដែរពេលពុកម៉ាងប្អូនគាត់ comment មកខ្ញុំពុកម៉ាងប្អូនមានថាខ្ញុំអត់យកចិត្តទុកដាក់ទេប៉ុន្តែខ្ញុំអត់ទាន់មានពេលវេលាធ្វើតាមពុកម៉ាងប្អូនហ្នឹងឯងពុកម៉ាងប្អូនហើយខ្ញុំក៏រៀបចំ ផ្លែជាសាច់មិនហើយចំពោះសាច់មិនគឺចែរបស់ខ្ញុំមួយបងស្រីរបស់ខ្ញុំគាត់ប្រាប់ថាកុំ
กับសាច់មិនឲ្យសោះគឺយើងត្រូវស្រស់រួចយើងយកសាច់មិនរបស់យើងយកមកផ្លេសអញ្ចឹងមកដើម្បីវាល្អផងដែរថ្ងៃបងប្អូនបើកាប់ទៅគឺវាជិតឆ្អឹងចឹកអីក៏ហូបអត់ស្រួលផងដែរហើយខ្ញុំក៏បានរៀបចំមកកកបបររបស់ខ្ញុំបាយក៏វារៀងឆ្អិន60% 80% ហើយបងប្អូនខ្ញុំក៏រៀបចំយកសាច់មិនរបស់ខ្ញុំយកមកដាក់ហើយចំពោះសាច់មិនរបស់ខ្ញុំវាមិនមែនឆ្អិនណាស់ទេបងប្អូនមើលនៅសោកហមក្រហមផងដែរហើយខ្ញុំក៏យកមករងើសជាមួយបបររបស់ខ្ញុំប្រហែលជាមកសន្ទុះធំផងដែរដូចជាអង្គរបស់ខ្ញុំវារៀងបែកខ្លាំងជាងនឹងតែណាបងប្អូនខ្ញុំក៏រៀបចំកកោមើលម្សាទៀតហើយអង្គរបស់ខ្ញុំវាក៏បែកមិនល្មមហ្នឹងឯងបងប្អូនគឺឈ្ងុយឆ្ងាញ់ចឹងតែខ្ញុំបបរលើមុនគឺឈ្ងុយឆ្ងាញ់មែនទែនធ្វើតាមបងប្អូនអរគុណខ្លាំងមែនទែនសម្រាប់ការ comment របស់បងប្អូនវាជាចំណេះមួយសម្រាប់ខ្ញុំផងដែរខ្ញុំតែងតែយកពីនេះតែយកពីនោះតែដូចថាឃើញបងប្អូន comment របៀបមើលទៅគួរឲ្យចាប់អារម្មណ៍គឺខ្ញុំយកមកធ្វើផងដែរបងប្អូនខ្ញុំក៏បានដាក់ជាស្លឹកជីហើយនឹងម្រេចនឹងឯងបងប្អូនដាក់ពេលក្រោយមុនដំបូងខ្ញុំថាដាក់យឺហឺផងផ្លេចពុកម៉ែបងប្អូនមានយឺហឺមានអីដែរនោះទូតកកដល់ពេលធ្វើចុះធ្វើឡើងផ្លេចផងដែរលើដំបូងផ្លេចបុកផ្លេចក្រោយច្រើនមែនទែនផ្លេចដាក់យឺហឺផ្លេចដាក់ខ្ទឹមបារាំងចំពោះខ្ទឹមបារាំងចែក៏ដោយដាក់ផងដែរដាក់មិនបាច់ដាក់ច្រើនទេដាក់តែទួចហើយមានការ៉ុតមានអីក៏ផ្លេចទាំងអស់ហ្នឹងឯងពុកម៉ែបងប្អូនគឺផ្លេចច្រើនមែនទែនហើយមានលើកទី2ខ្ញុំនឹងធ្វើឲ្យល្អផងដែរហើយបងគិតគេរៀបចំហូបហ្នឹងឯងពុកម៉ែបងប្អូននេះគឺជាគ្រឿងរបស់ខ្ញុំហើយចំពោះគ្រឿងក៏ខ្ញុំអត់បានថតទេពុកម៉ែបងប្អូនព្រោះអីខ្ញុំបន្ទឿននោះផ្លេចបុកផ្លេចក្រោយហើយគាត់ក៏ហូបគាត់ថាឆ្ងាញ់លោកឪពុករបស់គាត់ហើយនឹងក្មួយប្រុសរបស់គាត់ពុកម៉ែបងប្អូនចំពោះក្មួយគាត់ហូបអស់4ចានឬបងគាត់ហូបអស់3ចានផងដែរគឺគាត់ថាឆ្ងាញ់មែនទែនព្រោះអីហូបទៅគឺវាជ្រះពុកម៉ែបងប្អូនដូចតែវាស្រស់ស្រាយបបរក្តៅក្តៅក៏មានគ្រឿងមានអីសពគ្រប់អញ្ចឹងហើយចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលបបរមិនខ្ញុំដល់ចប់ផងដែរនឹងឯងពុកម៉ែបងប្អូនអរគុណពុកម៉ែបងប្អូនច្រើនមែនទែនអរគុណខ្លាំងៗបាយបាយសុខសប្បាយទាំងអស់គ្នាបាយបាយពុកម៉ែបងប្អូនទាំងអស់គ្នា